ស្វាគមន៍មកកាន់កម្មវិធីសម្ដីពិតថ្ងៃនេះខ្ញុំបានលើកយកព័ត៌មានមួយដែលតាក់ទងនឹងបុរសម្នាក់ហើយបុរសម្នាក់នោះគឺនៅពីក្រោយការរកឃើញគំនិតបង្កើត QR code ដំបូងគេបង្អស់នៅលើពិភពលោកក្នុងយុគសម័យ Digital ដែលបច្ចេកវិទ្យាកំពុងតែផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃរបស់យើងបច្ចេកវិទ្យា QR code បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការផ្ទេរព័ត៌មានរហ័សនិងងាយស្រួលប៉ុន្តែតើអ្នកណាជាអ្នកបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យនេះគាត់គឺជាលោក Masahiro Hara វិស្វករជនជាតិជប៉ុនដែលបានផ្ដួចផ្ដើមគំនិតនេះក្នុងឆ្នាំ 1994 លោក Masahiro Hara បានធ្វើការនៅក្រុមហ៊ុន Denso Well ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota នៅប្រទេសជប៉ុននៅពេលនោះលោកមានអាយុ 35 ឆ្នាំនិងបានដឹកនាំក្រុមការងារមួយដើម្បីបង្កើតប្រព័ន្ធកូដថ្មីដែលអាចផ្ទុកទិន្នន័យច្រើនជាងបាកូដបែបបុរាណគំនិតនេះកាត់ឡើងដោយសារតម្រូវការពីឧស្សាហកម្មរថយន្តដែលចង់បានប្រព័ន្ធតាមដានគ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាពបាកូដបែបចាស់អាចផ្ទុកទិន្នន័យបានត្រឹម20តួអក្សរប៉ុណ្ណោះដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការទំនើបយោងតាមគេហទំព័រ www.careerpan.com លោក Hara បានទទួលការបំផុសគំនិតពីល្បែង Go ដែលជាល្បែងបុរាណរបស់ជប៉ុនល្បែងនេះប្រើក្តារដែលមានក្រឡាចាក់ត្រង់និងថ្មពណ៌ខ្មៅសដែលបានជួយឲ្យលោកបង្កើតបាកូដម៉ាទ្រីសពីវិមាត្រ 2D ដែលគេស្គាល់ថាជា QR code កូដនេះអាចផ្ទុកទិន្នន័យបានរហូតដល់ 7089 តួអក្សរនិងអាចអានបានលឿនជាងបាកូដ 10 ដងក្រោយពីការសាកល្បងជាច្រើនដងនិងចំណាយពេលជិត 18 ខែលោក Hara និងក្រុមការងារបានបញ្ចប់ការអភិវឌ្ឍ QR code នៅឆ្នាំ 1994 ដំបូងឡើយវាត្រូវបានប្រើប្រាស់សម្រាប់ការតាមដានគ្រឿងបន្លាស់ក្នុងឧស្សាហកម្មរថយន្តតែបន្ទាប់ពីការមកដល់នៃ Smartphone នៅឆ្នាំ 2002 ការប្រើប្រាស់ QR code បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងជីវិតប្រចាំថ្ងៃសប្តាហ៍ថ្ងៃនេះ QR code ត្រូវបានប្រើសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីការផ្សាយពាណិជ្ជកម្មការទូទាត់ Digital រហូតដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណឈ្មោះ QR មកពីពាក្យ Quick Response ដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់លោក Hara ក្នុងការបង្កើតកូដដែលអាចអានបានយ៉ាងលឿន QR code មានសមត្ថភាពកែកំហុសរហូតដល់ 30% ដែលអនុញ្ញាតឲ្យវានៅតែអាចអានបានទោះបីជាមានការខូចខាតផ្នែកខ្លះក៏ដោយថ្មីបើបានក្លាយជាបច្ចេកវិទ្យាដ៏ពេញនិយមទូទាំងពិភពលោកក៏ដោយលោកនិងក្រុមហ៊ុនបានសម្រេចចិត្តមិនរក្សាបតង់ដើម្បីឲ្យបច្ចេកវិទ្យានេះអាចប្រើប្រាស់បានដោយសេរីសកម្មភាពនេះបានធ្វើឲ្យក្លាយជាឧបករណ៍សកលដែលប្រើប្រាស់នៅគ្រប់ទីកន្លែងចាប់ពីផ្សារទំនើបរហូតដល់ស្លាកលេខរថយន្តសមិទ្ធផលរបស់លោកមិនត្រឹមតែបានផ្លាស់ប្ដូរវិធីផ្ទេរព័ត៌មានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីសារៈសំខាន់នៃការច្នៃប្រឌិតនិងការបើកចំហបច្ចេកវិទ្យាសម្រាប់មនុស្សទូទៅសមិទ្ធផលរបស់លោកមិនត្រឹមតែបានផ្លាស់ប្ដូរវិធីផ្ទេរព័ត៌មានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីសារៈសំខាន់នៃការច្នៃប្រឌិតនិងការបើកចំហបច្ចេកវិទ្យាសម្រាប់មនុស្សទូទៅ